ខ្មោចចងអាឃាតនៅជីដងព្រៃស្ងាត់មួយនៅភាគសាននៃប្រទេសកម្ពុជាមានភូមិតូចមួយឈ្មោះភូមិសូរិយាល័យភូមិនេះស្ងប់ស្ងាត់មានកុលាលបុត្រនិងកុលាលបុត្រីរស់នៅយ៉ាងសុខសាន្តអស់ជាច្រើនជំនាន់មកហើយប៉ុន្តែនៅជ្រលងភ្នំដាច់ស្រយាលជាប់ព្រំភូមិមានដើមឈើធំមួយដែលសាច់រលួយស្លឹកជ្រុះគ្មានសល់គេហៅថាបើដើមឈើខ្មោចលើមិនអ្នកណាហ៊ានចូលចិត្តកន្លែងនោះទេពីព្រោះយប់ព្រឺសំឡេងឈឺឆ្អាលនិងឃើញម្លប់ខ្មៅស្រអាប់អណ្ដែតយាយីក្បួនចង់អាឃាតដ៏គួរឲ្យភ័យខ្លាចរឿងនេះចាប់ផ្ដើមពីជីវិតរបស់ស្រីក្រមាន់កុមារីវ័យ17ឆ្នាំដែលរស់នៅជាមួយឪពុកម្ដាយនិងបងប្រុសម្នាក់ឈ្មោះម៉ាត់គ្រួសារពួកគាត់ក្រីក្រណាស់រស់នៅដោយការធ្វើស្រែនិងប្រមូលផលព្រៃស្រីក្រមាន់ជាក្មេងស្លូតបូតក្រៃលែងគោរពចាស់ទុំហើយតែងតែជួយគ្រួសារនៅពេលរាល់ដងបន្ទាប់ពីរៀនចប់មួយថ្ងៃនៅរដូវប្រាំងឪពុករបស់ស្រីក្រមាន់ឈឺខ្លាំងត្រូវការថ្នាំពេទ្យគ្រួសារគ្មានលុយសោះម៉ាត់បងប្រុសក៏សម្រេចចិត្តចូលព្រៃជ្រៅដើម្បីប្រមូលរុក្ខជាតិពេជ្រដែលមានតម្លៃដើម្បីនាំមកលក់មុនពេលចាក់ចេញម៉ាត់បានព្រមានស្រីក្រមាន់ថាកុំឯងកុំចូលចិត្តដើមឈើខ្មោចណាពីតាមមករដងបងទៅយករបស់ដែលត្រូវការហើយនឹងត្រឡប់មកវិញមុនពេលយប់ទេប៉ុន្តែពេលវេលាកន្លងផុតទៅព្រះអាទិត្យរលិចស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងហើយម៉ាត់មិនបានត្រឡប់មកវិញសោះស្រីក្រមាន់ព្រួយបារម្ភខ្លាំងណាស់នាងអង្គុយចាំនៅជញ្ជាំងផ្ទះស្ដាប់សំឡេងខ្យល់ដែលដូចជាស្រែកយំថ្ងៃបន្ទាប់ម៉ាត់នៅតែមិនវិលត្រឡប់ស្រីក្រមាន់សម្រេចចិត្តចូលព្រៃស្វែងរកបងរបស់នាងដោយខ្លួនឯងនាងដើរកាត់ព្រៃជ្រៅហើយឈ្មោះបងរបស់នាងរាល់ពេលសត្វស្លាបនិងសត្វពាហនៈទាំងឡាយហាក់ដូចជាគេចវិសពីនាងនៅពេលដែលថ្ងៃជិតរលិចស្រីក្រមាន់បានទៅដល់ជ្រលងភ្នំដាច់ស្រយាលនិងឃើញដើមឈើខ្មោចដែលគេនិទានគ្នាស្លឹកឈើពណ៌ត្នោតជ្រេញមែកឈើលាតសន្ធឹងដូចដៃអ្នកត្វាកំពុងស្រែកយំនៅជើងឈើនាងបានឃើញកន្សែងក្រហមមួយដែលជាកម្មសិទ្ធិរបស់ម៉ាត់បងម៉ាត់ស្រីក្រមាន់ស្រែកហៅភ្លាមនោះខ្យល់បក់ខ្លាំងមេឃងឹតមកដល់ទ្វារហើយសំឡេងយំឈឺឆ្អាលក៏លាន់ញើនាងងាកមើលទៅឃើញស្រមោលមនុស្សម្នាក់កំពុងអង្គុយយំនៅម្ដុំឫសឈើនៅពេលនាងចូលទៅជិតស្រមោលនោះងាកមកហើយស្រីក្រមាន់ក្រឡេកឃើញមុខស្លេកស្លាំងរបស់បងរបស់នាងបងម៉ាត់មកផ្ទះជាមួយខ្ញុំស្រីក្រមាន់ស្រែកយំម៉ាត់យំសោកស្ដាយគឺបងមិនអាចទៅណាបានទេប្អូនបងត្រូវខ្មោចនេះចង់អាឃាតហើយបងបានប៉ះពាល់ដល់ដើមឈើខ្មោចនេះហើយឥឡូវវាតម្កល់ខ្ញុំទុកនៅម៉ាត់បានរៀបរាប់ថាខ្មោចនោះជាខ្មោចរបស់មេដឹកនាំទ័ពបុរាណម្នាក់ដែលត្រូវបានគេធ្វើឃាតយ៉ាងសាហាវនៅទីនេះវាមានពុះពុលនិងកំហឹងខ្លាំងណាស់ដែលតម្រូវឲ្យមានអាជ្ញាក្បាលមនុស្សម្នាក់ក្នុងរយៈពេល100ឆ្នាំម្ដងម៉ាត់បានក្លាយជាអាជ្ញាក្បាលថ្មីប៉ុន្តែមានផ្លូវដោះសារឌីម៉ាត់បន្តខប្អូនត្រូវទៅរកស្លាកស្នាមនៅក្នុងវត្តភូមិយើងរកសំណល់នៃគ្រឿងអលង្ការដែលជាកម្មសិទ្ធិរបស់មេទ័ពនោះហើយនាំមកទីនេះពីមុនពេលព្រះអាទិត្យរះនៅថ្ងៃស្អែកស្រីក្រមាន់រត់ត្រឡប់ទៅភូមិវិញយ៉ាងលឿននាងទៅជួបលោកតាអាចារ្យនៅវត្តហើយប្រាប់រឿងទាំងអស់លោកតាអាចារ្យសម្លឹងមុខស្រងូតស្រងាត់រឿងនេះពិតជាពិតមែនមានកំណត់ត្រាបុរាណនិទានអំពីមេទ័ពឈ្មោះព្រះអរទេពដែលត្រូវបានគេក្បត់នៅជ្រលងនោះគាត់ត្រូវបានគេចង់អាឃាតហើយសពត្រូវបានបូជានៅក្រោមដើមឈើនោះលោកតាអាចារ្យបាននាំស្រីក្រមាន់ទៅកាន់ប្រាសាទតូចនៅក្នុងវត្តហើយយកឲ្យនាងនៅខ្នែបុរាណមួយដែលមានចម្លាក់នាគនិងដាវបុរាណមួយដែលគេធ្លាប់បានរកឃើញនៅជ្រលងភ្នំទ្រង់ទ្រីទាំងនេះអាចជាអ្វីដែលប្អូនស្វែងរកលោកតាអាចារ្យនិយាយស្រីក្រមាន់យកវត្ថុទាំងពីរនោះហើយរត់ត្រឡប់ទៅព្រៃវិញនាងដើរកាត់ព្រៃភ្លៀងធ្លាក់ខ្លាំងជើងលិចលង់ក្នុងភក់ពេលខ្លះនាងងើសំឡេងដើរតាមក្រោយប៉ុន្តែនាងមិនហ៊ានងាកមើលទេនាងដឹងថាខ្មោចដទៃទៀតកំពុងតាមដាននាងនៅពេលដែលស្រីក្រមាន់មកដល់ដើមឈើខ្មោចពេលនោះយប់ជ្រៅណាស់ម៉ាត់នៅតែអង្គុយនៅទីនោះកាយវាខៃស្លេកស្លាំងជាងមុនក៏ប្អូនអ្នកនៅមានពេលតិចតួចប៉ុណ្ណោះនៅពេលព្រលឹមមកដល់បងនឹងខ្លាចជាខ្មោចស្រងូតស្រងាត់ស្មើគ្នានឹងវាស្រីក្រមាន់ដាក់ខ្នើយនឹងដាវនៅជើងឈើហើយចាប់ផ្ដើមសូត្រមន្តដែលលោកតាអាចារ្យបានបង្រៀនខ្យល់បក់ខ្លាំងឡើងមេឃគ្រក់ស្រាប់តែម្លប់ខ្មៅមួយលេចឡើងពីដើមឈើវាជារូបមនុស្សខ្ពស់ពាក់អាវក្រោះនិងកាន់ដាវភ្នែករបស់វាភ្លឺរន្ទាលដូចភ្លើងអ្នកណាហ៊ានរំខានកន្លែងស្ងប់ស្ងាត់របស់ខ្ញុំសំឡេងកំហុកកំហឹងលាន់ញើស្រីក្រមាន់ញាក់ញ័រប៉ុន្តែនាងបន្តសូត្រមន្តនាងបានលើកខ្នើយនឹងដាវឡើងក៏ខ្ញុំនាំយកទ្រព្យសម្បត្តិរបស់អ្នកមកជូនសូមទេវតាអនុញ្ញាតឲ្យបងរបស់ខ្ញុំទៅវិញខ្មោចសម្លឹងមើលវត្ថុទាំងពីរនោះហើយស្រាប់តែសំឡេងយំផ្សងព្រេងលាន់ញើគឺរបស់ទាំងនេះជាកម្មសិទ្ធិរបស់ខ្ញុំមែនពេលបុរាណកន្លងមកខ្ញុំត្រូវបានក្បត់ខ្មោចបានរៀបរាប់រឿងរបស់វាធ្លាប់ជាមេទ័ពដ៏ត្រចះត្រចង់ម្នាក់ត្រូវបានអ្នកគាំទ្រយកចិត្តទុកដាក់ក្បត់ឲ្យស្ត្រូវវាត្រូវបានចង់អាឃាតហើយព្រលឹងវាត្រូវបានចង់ភ្ជាប់ទៅនឹងដើមឈើនេះកំហឹងរបស់វាធ្វើឲ្យវាចង់ក្រងព្រលឹងមនុស្សដែលចូលមកកន្លែងនេះខ្ញុំឈឺចាប់ណាស់ខ្មោចនិយាយដោយសំឡេងទន់ភ្លន់ក៏ខ្ញុំចង់បានសេចក្តីសុខស្រីក្រមាន់ក្រាបនៅជើងខ្មោចក៏សូមទេវតាអភ័យទោសសូមឲ្យបងរបស់ខ្ញុំទៅវិញហើយខ្ញុំសូមសន្យាថា
គ្រួសារខ្ញុំនឹងប្រគេនប្រតិសិននិងធ្វើបុណ្យបួងសួងសុំកុសលជូនទេវតារាល់ឆ្នាំពេលនោះពន្លឺព្រះអាទិត្យដ៏ទីមួយបានរះយើងភ្នំពន្លឺសែនភ្លឺចែងចាំងត្រូវបានធ្លាក់លើដើមឈើខ្មោចសម្លឹងមើលពន្លឺព្រះអាទិត្យហើយភ្លេចបន្ទោភ្នែកពន្លឺវានិយាយជាយូរណាស់ហើយដែលខ្ញុំមិនបានឃើញពន្លឺពេលនោះខ្សែខ្មៅដែលចងអាឃាតម៉ាត់បានរលុងហើយរលាយអស់ម៉ាត់ដួលទៅលើដីហើយដង្ហើមរបស់គាត់ត្រឡប់មកវិញខ្មោចប្រែកាយវិលចាក់ចេញទៅក្នុងពន្លឺព្រះអាទិត្យដោយបន្សល់ទុកនៅសំឡេងសណ្ដាប់ធ្នាប់គឺសូមអរគុណខ្ញុំទីបំផុតអាចទៅណាមកណាបានហើយស្រីក្រមាន់នាំម៉ាត់ត្រឡប់មកភូមិវិញរយៈពេលប៉ុន្មានថ្ងៃក្រោយមកពួកគាត់បានធ្វើបុណ្យដ៏ធំមួយឧទ្ទិសកុសលជូនព្រលឹងព្រះអរទេពចាប់ពីពេលនោះមកគ្មានអ្នកណាឃើញខ្មោចនៅជ្រលងភ្នំទៀតឡើយដើមឈើនោះក៏ចាប់ផ្ដើមដុះស្លឹកថ្មីនិងបញ្ចេញផ្កាដ៏ស្រស់ស្អាតរឿងនេះបានបង្រៀនយើងថាកំហឹងនិងភាពឈឺចាប់អាចចងយើងទុកនៅកន្លែងមួយអស់ពេលយូរអង្វែងហើយពេលខ្លះអ្វីដែលខ្មោចចង់បានពិតជាមិនមែនអាញាក្បាលទេគឺសេចក្តីអធ្យាស្រ័យនិងការយល់ឃើញរហូតមកដល់សប្តាហ៍ថ្ងៃអ្នកភូមិសូរិយាល័យនៅតែធ្វើបុណ្យបួងសួងសុំកុសលជូនព្រលឹងទាំងឡាយរាល់ឆ្នាំដោយជឿថាក្នុងជីវិតនេះនិងក្រោយជីវិតសេចក្តីស្រឡាញ់និងការអធ្យាស្រ័យគឺជាថ្នាំព្យាបាលដ៏ខ្លាំងក្លាបំផុត